Bảo số đấy một đỏ này chẳng ngày đâyយើងមានកម្មវិធីជួបជុំបងប្អូនសិស្សនិស្សិតខ្មែរយើងដែលរៀននៅសាកលវិទ្យាល័យសានមូនណាជាគម្រាមធ្វើនំតែហូបមិនទៅហើយឥឡូវនេះខ្ញុំកំពុងតែកាន់អានេះហៅការីការីហើយប្រហើអញ្ចឹងគេមកមុនគេកាន់អាស្រាអស់ហើយមកក្រោយគេកាន់ធ្ងន់ទៀតចិត្ត10គីឡូហើយខ្ញុំកាន់មកពីនោះពីក្រោយពីផ្ទះមកអញ្ចឹង10នាទីជាងហើយទៅដល់នេះឡើយហើយគោលដៅយើងគឺយើងទៅអា main building អាធំអាគារក្រោយគឺអាគារ main building អាធំជាងគេហ្នឹងហើយពីណាទេសភាពខែនេះគេរដូវស្លឹកឈើជ្រុះអញ្ចឹងអាដើមឈើក្រោយចាប់ដើមលឿងចាំមើលតាមអាទិត្យពីអាទិត្យទៅគូលលឿងតែហើយទេសភាពគឺសាខ្លាំងមែនទែនមើលព្យាយាមថតឲ្យអ្នកនរគ្នាមើលដែរបាទឥឡូវយើងបន្តបេសកកម្មយើងទៅទៀតធ្វើម៉េចឲ្យយកអាស្លការីយើងនឹងទៅដល់កន្លែងបាទអូខេយើងបន្តហើយមាននំចេកទៀតមកជួនេះទៀតនេះនំបញ្ចុកអានេះជារៀងទៅថ្នោតជូរតែថ្នោតជូរទេទឹកក្រូចតែផឹកជូរទៅវាស្វឹងមែនណាគាត់ចឹងណាហើយអានេះហើយនំចាចឹងកណ្ដុំឆ្ងាញ់សម្បឿនហើយនឹងនិយាយណាបងស្គាល់គាត់ពីមុនមកអាមុនមកគេហើយចឹងទៅគេខ្លះបានជួបគ្នាញ៉ាំអីជុំគ្នាណែនាំគ្នាចឹងណាថ្ងៃហ្នឹងយើងមានសិស្សមួយតែសិស្សមួយគេទៅចាំសិស្សខោកូនសិស្សមួយ4នាក់ដែលពួកគាត់ទៅមកចឹងនេះតបងឡើងមកខែ2020 កូវីដខែ2020ឡើងមកកូវីដឡើងមកគេបើកPublic Administration ដោយសារតែហៅពីតាមប៉ុន្តែស្រីកុំមកពីខេត្តនេះខ្ញុំមកពីខេត្តកំពង់ចាមហើយខ្ញុំមកសាលាសិនមួយនេះខ្ញុំចង់រៀនជំនាញវិស្វកម្មគីមីជំនាញមកប្រហែលឆៃអូឆៃមកពីកំពង់ចាមតែខ្ញុំចប់បញ្ញាបត្រហើយខ្ញុំមកដល់ប្រទេសកូរ៉េនេះខ្ញុំអាចរៀនខាង cosmetic មកកូរ៉េណាចង់រៀនអក្សរសាស្ត្រកូរ៉េវ៉ាកាន់មនុស្សយកវិញបងជួយឲ្យក្តាស់នេះធ្វើប្រូជិកជួយនៅដើរទៅខ្ញុំមួយនៅឆ្ងាយទៅខំខ្លាំងទៅទេបងមកយកបាននេះដល់ទៅមុនចូលបានទៅសិនដីខ្លីនេះถึงផ្លែតំណងđó nèស្តៀងផ្លែម្កាក់បន្តិចស្តៀងតបែកបន្តិចដូចម្កាក់ច្រើនជាងតែដឹងតបែកញ៉ាំកើតហើយនេះនោះសផ្លែកាន់អីគេកាន់ស្លខ្មែរការីអត់ទេស្លខ្មែរប្រហើរសជាតិគេយើងឲ្យប្រហែល%រ៉េតនិយាយមកគេដឹង10ជួយ10បាទនេះផ្លូវកាត់ឡើងកំណោតកាត់ព្រៃតែមែនទេមកឡើយអ្នកនរគ្នាមើលផ្លែប៉ោមនេះដើមប៉ោមតូចហើយដើមវាដើមផ្លែនេះស្លឹកនេះផ្លែប៉ោមនគរីដើមគេដាំនៅក្បែរផ្ទះគីកន្លែងនៅ